នៅក្នុងកម្មវិធី Word អ្នកនរគ្នាអាចបង្កើតទម្រង់រចនាសម្ព័ន្ធដូចនៅក្នុងវីដេអូនេះបានបាទសម្រាប់សាលារៀនក្រុមហ៊ុនឬក៏ស្ថាប័នផ្សេងៗបាទខ្ញុំសូមបើក file ថ្មីមួយបន្តមកទៀតយើងមាន file ថ្មីមួយអញ្ចឹងដើម្បីទាញរូបនឹងបានគឺអ្នកនរគ្នាចូលកន្លែង insert មកបាទហើយចូលយកពាក្យ smart art បាទចុចពាក្យ smart art ហើយគេមានទម្រង់ច្រើនបាទមានរង្វង់មានជា list បាទមានជា pyramid អីចឹងណាបាទច្រើនអញ្ចឹងយើងយកទម្រង់មួយដែលយើងចង់បានមកបាទហើយមានរូបថតមានអីខ្ញុំចុចយកជំរើសទី1ចុចអូខេមកបាទនេះគឺគំរូរបស់គេស្រាប់មកបែបហ្នឹងហ្មងអ្វីដែលយើងកែគឺយើងកែតែ text ទៅកែតែអក្សរដាក់ CEO ប្រធានបាទឬក៏អនុប្រធានអីចឹងណាបាទមានប៉ុន្មានផ្នែកយើងដាក់តាមហ្នឹងទៅបាទមាន cell អានេះគឺជាគំរូរបស់គេឲ្យយើងស្រាប់ប៉ុន្តែបើសិនជាយើងចង់បានទម្រង់ខុសពីហ្នឹងក៏បានដែរយើងអាចបន្ថែមមេធៀងបាទចុះមកក្រោមទៀតបាទទៅតាមតម្រូវការរបស់យើងអញ្ចឹងណាហើយពណ៌យើងអាចដូរបានបាទយើងចុចលើប្រអប់ទី1មកដើម្បីដូរពណ៌ចុចពាក្យ format ហើយចុចកន្លែង save field មកបាទអាចជ្រើសរើសពណ៌ណាដែលយើងចង់បានណាបាទអញ្ចឹងយើងដូរពណ៌ទៅឃើញរាងស្អាតណាបាទខ្ញុំសូមដូរពណ៌វាដាក់ផ្សេងគ្នាទៅដើម្បីឲ្យមើលទៅឃើញស្អាតណាបាទយកពណ៌លឿងអីចឹងទៅបាទហើយខ្ញុំសូមបញ្ជាក់តិចបាទទម្រង់ហ្នឹងគឺជាទម្រង់ដើមទេប៉ុន្តែយើងអាចបន្ថែមមេធៀងបាទយើងដាក់មេធៀងឆ្វេងស្ដាំពីលើពីក្រោមឬក៏យើងអាចចង់ដាក់មេធៀងចុះក្រោមទៀតក៏បានដែរទៅតាមអ្វីដែលយើងចង់បានណាប៉ុន្តែខ្ញុំចង់បង្ហាញខ្លីៗខ្ញុំទាញគំរូរបស់គេស្រាប់នេះកន្លែងនេះគឺកន្លែងដែលយើងចង់បន្ថែមមេធៀងអ្នកនរគ្នាចង់បានមេធៀងមួយទៀតគ្រាន់តែ enter មកអញ្ចឹងវាថែមមួយទៀតមកឃើញទេបាទចង់មកក្រោមចង់ទៅឆ្វេងទៅស្ដាំទៅលើអញ្ចឹងយើងដាក់តាមមេដាក់តាមកូនរបស់វាទៅបាទកូននៅក្នុងអញ្ចឹងណាបាទអញ្ចឹងខ្ញុំបង្ហាញឧទាហរណ៍ខ្លីៗប៉ុណ្ណឹងបាទសូមអរគុណ